បាទសួស្តីបងប្អូនគ្នាបាទថ្ងៃនេះខ្ញុំចេញវីដេអូមួយបាទតាក់ទងជាមួយនឹងការគាំងជាប់គយបាទដែលរយៈពេលមួយខែហ្នឹងដែលវៀតណាមធ្វើការបិទអបតឹងទៅលើគយរបស់ខ្លួនឯងយើងនាំអីវ៉ាន់ពីចិនមកហ្នឹងប៉ុន្តែខ្ញុំសូមបញ្ជាក់ថាអីវ៉ាន់ដែលខ្ញុំផ្ញើមកគឺអត់មានជាប់គយបងបាទអញ្ចឹងថាខ្ញុំធ្វើមិនបានវាអត់ជាប់គយហើយរយៈពេលដឹកហ្នឹងគឺអីវ៉ាន់ខ្លះ5ថ្ងៃម្ដងបងបាទអីវ៉ាន់ខ្លះ7ថ្ងៃ6ថ្ងៃបាទដូចអីវ៉ាន់នេះចឹងគឺ7ថ្ងៃបាទ7ថ្ងៃគឺបានម្ដងសួរថាវាពិតអត់ពុកបាទគឺការពិតអញ្ចឹងបានខ្ញុំចេញវីដេអូនេះបញ្ជាក់បងប្អូនបាទហើយនេះគឺជាកញ្ចប់ទី4បាទដែលខ្ញុំសាកទិញកាលពីដំបូងគឺតែ5ថ្ងៃឯងបានម្ដងហើយពាក់កណ្ដាលខែដែលបន្ទាប់ពីជាប់គយហ្នឹងគឺវាបានម្ដងមកហើយខ្ញុំក៏សាកទិញ3កញ្ចប់ទៀតបាទហើយហ្នឹងគឺកញ្ចប់ទី4បាទអញ្ចឹងនៅក្នុង4កញ្ចប់ហ្នឹងគឺវាចូល3ក្រុមហ៊ុនបងបាទដំបូងហ្នឹងគឺវាចូល CE នៅខ្ញុំអត់មានទេគេផ្ញើតាម GNT ឲ្យបាទហើយបន្ទាប់មកគឺចូល CTO បាទ CTO គឺចូលម្ដងដែរបាទម្ដងហ្នឹងគឺលើកហ្នឹងបងបាទគឺ CTO 6ថ្ងៃលើកនេះគឺ7ថ្ងៃបងបាទ7ថ្ងៃមកដល់បាទហើយមួយទៀតគឺ TBKAJ របស់ GNT បាទអញ្ចឹងសម្រាប់ GNT គឺ6ថ្ងៃបងបាទ6ថ្ងៃវា delay នៅពេញយប់ហើយនៅដឹកដាក់នៅ GNT មួយថ្ងៃទៀតអញ្ចឹងវាប្រើរយៈពេល2ថ្ងៃអញ្ចឹង8ថ្ងៃបានមកដល់សាខានៅក្បែរតែខ្ញុំបាទអញ្ចឹងសួរថាខ្ញុំធ្វើមិនបានពីមកលឿនអញ្ចឹងដូចខ្ញុំតែងតែឲ្យបងប្អូនទិញដាក់អាស័យដ្ឋានផ្ទាល់បាទដាក់អាស័យដ្ឋានផ្ទាល់ទៅឲ្យខាងតៅប៉ោគេផ្ញើមកបាទអញ្ចឹងអីវ៉ាន់ដែលយើងទិញជាមួយនឹងតៅប៉ោយើងដាក់អាស័យដ្ឋានឲ្យគេដឹកផ្ទាល់មកដល់ផ្ទះបាទហើយបងប្អូនបាច់ចាំប្រើក្រុមហ៊ុនណាសម្រាប់ដឹកមកទេបងប្អូនបាច់ដាក់អាស័យដ្ឋានគេទេព្រោះកាលណាក៏យើងដាក់ទៅគឺប្រកាសជាកយវានៅឆៃថ្ងៃហើយសម្រាប់តៅប៉ោអីវ៉ាន់ KA99 បាទខ្ញុំចាក់គឺ KA99 ខ្ញុំភ្លេចចាក់ពីដើមគឺវា clearance ជាមួយកយគឺស្អាតបងប្អូនបាទអញ្ចឹងវាអត់មានចាំនៅឆៃអីយូរទេខ្លាចអីវ៉ាន់អត់ល្អឲ្យក៏ខុសច្បាប់អីទេគឺតៅប៉ោគឺគេបញ្ជាក់តាមប្រព័ន្ធ digital ហើយបងប្អូនអញ្ចឹងមុននឹងដឹកចេញមកទូរបស់តៅប៉ោគឺខាងកយវៀតណាមគឺអត់ហ៊ានឆៃទេបាទដោយសារហ៊ានឆៃគឺគេបាន cooperate គ្នាយល់យកគ្នាថាឲ្យតើចេញពី KA99 តើបោនេះគឺរបស់គឺសិតតែអត់ខុសច្បាប់ទេអញ្ចឹងសូមចាំបងប្អូនអរគ្នាយើងគួរតែនៅប្រើសេវា KA99 ទៅ KA15 ខ្ញុំអត់ណែនាំទេព្រោះកាលណា KA15 គឺជាប់គយបាទខ្ញុំធ្លាប់សារតឹងគ្រុំអញ្ចឹងក្នុងការសាកទៅលើគយវៀតណាមបាទដល់ពេលដែលកំពុងតែជាប់នេះគឺខ្ញុំប្រើអាស័យដ្ឋានផ្ទាល់ប៉ុន្មានអានេះខ្ញុំសុំបិទតិចបាទប្រភេទអីវ៉ាន់អញ្ចឹងហើយបាទនេះដូចខ្ញុំបានកំងបងបាទគឺថ្ងៃនេះ order time បាទថ្ងៃ6ខែ8បាទចានេះគេរៀបចំអីវ៉ាន់ white shop ហើយ CTO មកដឹកបងបាទអញ្ចឹងថ្ងៃ6ខែ8ឥឡូវថ្ងៃប៉ុន្មានបងបាទថ្ងៃ10ថ្ងៃនេះថ្ងៃ15បាទថ្ងៃ15បងនេះគិតប៉ុន្មានថ្ងៃគឺថ្ងៃ15វា7ថ្ងៃបាទ7ថ្ងៃគឺបានមកដល់ដៃខ្ញុំបាទលឿនដែរបងគិតមើលលឿនតែតែមកដល់ខ្មែរ7ថ្ងៃហើយដឹកមួយថ្ងៃទៀត3ថ្ងៃបាទអញ្ចឹងបងប្អូនគួរតែប្រើអាស័យដ្ឋានផ្ទាល់ទៅបាទមកចាំពឹងក្រុមហ៊ុនណាទេជឿខ្ញុំទៅគឺគ្មានក្រុមហ៊ុនណាអាចដឹកលឿនជាងតៅប៉ោ KA99 នឹងបាទព្រោះខ្ញុំចាំនោះទៀតគឺការដឹកជញ្ជូនគឺវាមាន2ក្នុងការឆៃពុនគឺទី1តាម digital ទី2ឆៃផ្ទាល់បាទអញ្ចឹងឆៃផ្ទាល់យូរបងប្អូនបាទ
ហើយតើបោគេគិតគូរកន្លែងហ្នឹងអញ្ចឹងឲ្យតែចេញពីតើបោបងប្អូនចង់ទិញអីក៏ដោយតើគេព្រមដឹកឲ្យយើងគឺអីវ៉ាន់ហ្នឹងគឺគេអត់ជាប់កយទេបាទអញ្ចឹងគេដឹកមកត្មងបាទអញ្ចឹងគាត់នាំដល់ខ្លួនដែរមកគេបង្ហាញថាឃើញថាតើបោ KX99 គឺគេឲ្យចេញមកខ្មែរ direct បងប្អូនបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងបងប្អូនបាទហើយសម្រាប់អ្វីដែលបងប្អូនឆ្ងល់បងប្អូនអាចឆាតនៅក្នុងវីដេអូនេះទៅបាទខ្ញុំអត់មាន Facebook page អត់មានTelegram អីទេបងប្អូនចង់ដឹងគឺមានតែឆាតខាងក្រោមនេះខ្ញុំនឹងឆ្លើយទៅដើម្បីឲ្យយើងបានយល់បាទទាំងអស់គ្នាបាទគឺអត់មានលុយកាក់អីទេបាទអត់ចង់បានអញ្ចឹងទេគឺចង់បានចែកដោយ free បាទអរគុណច្រើនបងប្អូនបាទហើយយើងនឹងជួបគ្នានៅវីដេអូក្រោយៗក្នុងករណីដែលចាំបាច់បាទខ្ញុំចេញវីដេអូបាទអរគុណច្រើន